anh nhà sông cột chùm điệp số sầm đại trong aiจะ đóng លើជំទាវ អស់លោកស្រីនេះកញ្ញាប្រិមត្តលោកយាយលោកតាព្រះធេរានុត្រពុទ្ធព្រះអង្គនិងប្រជាជនកម្ពុជាទូទាំងព្រះមហានគរនៃព្រះចៅក្រមកម្ពុជាពីខ្ញុំបាទវងមនីរយដាវសាវឌីនៅនីតិរឿងខ្មោចនៅក្នុងកម្មវិធីដំណាក់អាគមថ្ងៃនេះអធិស្ឋានមែនទែនអ្នកទាំងអស់គ្នាដែលអូរៀងបតន់បន្តិចអ្នកទាំងអស់គ្នាកាប់ទៅខ្ញុំភាំងខ្លួនឯងទាំងអស់គ្នាខ្ញុំភាំងខ្លួនឯងដោយសារតែ sorry សុំទោសមែនទែនអ្នកទាំងអស់គ្នាខ្ញុំសុំទោសធំធំហ្មងជាពិសេស fan របស់ដំណាក់អាគមខ្ញុំភ្លេចតែខ្ញុំថ្ងៃហ្នឹងខ្ញុំត្រូវមួយអាទិត្យហ្នឹងគឺខ្ញុំ live page កំណត់ហេតុខ្មោចនៅដំណាក់អាគមខ្ញុំច្រឡំទាំងអស់គ្នាខ្ញុំច្រឡំថ្ងៃហ្នឹងធម្មតាថ្ងៃសុក្រគឺជាថ្ងៃរបស់ដំណាក់អាគមគាត់ live អញ្ចឹងថ្ងៃសុក្រសៅរ៍អាទិត្យ3ថ្ងៃហ្នឹងគឺដំណាក់អាគមគាត់ live អញ្ចឹងវាផុតនៅក្នុងកម្មវិធីកំណត់ហេតុខ្មោចហើយខ្ញុំច្រឡំត្រង់ថាថ្ងៃហ្នឹងគឺប្រវត្តិគាត់ live ដល់ពេលអញ្ចឹងទៅបានថាខ្ញុំត្រូវ live direct តាអញ្ចឹងក៏សូមទោសអ្នកទាំងអស់គ្នាលេតសម្រាប់អ្នកទាំងអស់គ្នាខ្លាំងមែនទែនអ្វីដែលសំខាន់អ្នកទាំងអស់គ្នាជួយ like និង share នៅក្នុងដំណាក់អាគមម្នាក់មួយទាំងអស់គ្នាអូយថាបីតាមមិនខ្ញុំចង់ឲ្យគ្រប់គ្នាជួយ like ជួយ share សម្រាប់ page ដំណាក់អាគមអូខេខ្ញុំសូមឲ្យគ្រប់គ្នា like share ម្នាក់មួយបងប្អូនណាសង្ឃឹមថាបងប្អូនអត់ថាអីថាវ៉ាន់ទេសុំទោសមែនអ្នកទាំងអស់គ្នា sorry ភ្លេចខ្ញុំភ្លេចខ្លួនឈឹងហ្មងខ្ញុំភ្លេចខ្ញុំគ្រាន់តែខ្ញុំមើលកណ្ដាត់ហេតុរួចតែវេនខ្ញុំតាវេនខ្ញុំត្រូវ like ដាច់ទាំង page កណ្ដាត់ហេតុហ្នឹងទាំង page ដំណាក់អាគមតាស្ទុះឡើងមកលើហ្មងអ្នកទាំងអស់គ្នាទាំងតែខ្ញុំមិញកំពុងរវល់មែនទេ sorry ភ្លេចឈឹងខ្ញុំភ្លេចខ្លួនឯងខ្ញុំ sorry មែនទេខ្ញុំសុំទោសអ្នកទាំងអស់គ្នាមែនទេខ្ញុំសុំទោសខ្លាំងតែឥឡូវខ្ញុំសុំឲ្យគ្រប់គ្នា like និង share ម្នាក់មួយណាសុំឲ្យគ្រប់គ្នា like share ម្នាក់មួយនៅក្នុង page ដំណាក់អាគមអញ្ចឹងថ្ងៃហ្នឹងគឺយើងនិយាយអំពីរឿងព្រាយធ្នឹមផ្ទះព្រាយធ្នឹមពាក្យច្រើនមានបងប្អូនសនំពោខ្ញុំមកអារឿងព្រាយធ្នឹមផ្ទះដោយសារតែបងប្អូនយើងគាត់អត់មានពីណាគេដឹងទេថាអាធ្នឹមផ្ទះហ្នឹងវាមានព្រាយអីនៅឬក៏ប្រវត្តិដែលព្រាយវាមកនៅហ្នឹងដោយសារអីធម្មតាអ្នកទាំងអស់គ្នាក្បួនតលៀមទម្លាប់ប្រពៃណីខ្មែរយើងពីដើមអ្នកទាំងអស់គ្នាការដែលសាងសង់ផ្ទះនីមួយជាពិសេសពីសម័យកាលដើមបានន័យថាជំនាន់ដូនតាយើងមុនណាមានផ្ទះថ្មមកពីណាផ្ទះសិតសឹងតែជាផ្ទះឈើទាំងអស់បើទោះបីផ្ទះហ្នឹងជាផ្ទះរបស់សេដ្ឋីជាផ្ទះរបស់មន្ត្រីសូម្បីតែអាចនិយាយបានថាកុដិរបស់ព្រះដេចគុណម្ចាស់ក៏ឈើដែរអញ្ចឹងពីច្រើនពីមុនគឺយើងសាងសង់ពីឈើទាំងអស់ប្រវត្តិនៅក្នុងការរៀបចំចាត់ចែងនៅក្នុងការធ្វើផ្ទះខ្មែរយើងគឺតែងតែមានតលៀមទម្លាប់មួយគឺសុំម្ចាស់ព្រៃម្ចាស់ឈើម្ចាស់តំបន់ម្ចាស់ភ្នំម្ចាស់ទឹកម្ចាស់ដីហៅថាក្រុងស្ដេចក្រុងពីលីគឺគេតែងតែធ្វើពិធីមួយនៅក្នុងការដែលយើងសុំឈើសុំដីសុំទឹកសុំទិសតំបន់ដើម្បីសាងសង់នៅក្នុងនឹងដែរ admin ធ្លាប់និយាយប្រាប់អ្នកទាំងអស់នេះច្រើនដងអំពីរឿងឈើ3ប្រភេទដែលគេមិនអោយយើងយកមកធ្វើផ្ទះដាច់ខាតព្រោះ3ឈើនឹងប្រភេទ3ឈើឬក៏ប្រភេទឈើទាំង3នឹងអ្នកទាំងអស់នេះជាប្រភេទឈើដែលនាំទុកទោសឲ្យម្ចាស់ផ្ទះមានបញ្ហាដោយសារអីឈើប្រភេទហ្នឹងចាស់ពីដើមលោកតែងតែនិទានឬក៏តែងតែមានប្រសាសន៍ថាជាឈើដែលមានកន្ធប់នៃព្រាយវានៅបានន័យថាឈើដែលមានពពួកព្រាយអសុរកាយដែលនៅអញ្ចឹងទី1គេហៅថាឈើហូតដាតឈើហូតដាតគេសំដៅទៅលើឈើដែលមានស្នាមឆ្នូតកដាលនៅកដាលរបស់វាគឺមានឆ្នូតពណ៌ក្រហមហើយឈើនឹងគឺធំហាច់តាន់ឈើនឹងជាទូទៅរាប់ចាប់ពី10ឆ្នាំឡើងទៅអញ្ចឹងពេលដែល10ឆ្នាំឡើងទៅជាទូទៅរបស់ដើមឈើហូតដាតគឺជាដើមដែលមានព្រាយខ្សែសន្ធំនៅទី2គេហៅថាឈើពំសបកកំណាត់ឈើឬក៏ដើមឈើពំសបកនេះត្បិតតែឈើនឹងវាអត់មានព្រាយនៅទេអាយុកាលរបស់ឈើនឹងវា 5-6 ឆ្នាំដែរបើនិយាយទៅ 5-6 ឆ្នាំមកល្មមមកគួរសមដាក់ថាយើងអាចយកមកសាងសង់ផ្ទះបានតែឈើពំសបកនេះចាស់ពីដើមលោកថាជាឈើដែលបៀមទប់ម្ចាស់ផ្ទះសាងសង់ផ្ទះដោយប្រើឈើពំសបកគឺឆាប់បៀមទប់ឆាប់ស្លាប់គឺគេតំណមិនឲ្យធ្វើទី3គេហៅថាឈើចងក
chớ tròn có cứ chỉ một phép chớ tu từ mình sập đáy từ lưỡi chớ bên những nuốn rứa có thung para thung đại nuôn có ốp cái ký nắp cứ ọt sầm khăn từ lưỡi chớ môi đại kê đôi thả chiếng qua từ cặp chớ nó tranh bị prey màu hai chớ pe đại dương cặp thom mà đá dương mình cặp bị trong màu ná cứ dương cặp bị cul bị còng từ chẳng pe đại chớ nắng việc đuôi máu á tai bị tẹt cho mối nồng vò hai à vò nắng bị tẹt cho mối nồng đam chớp xây tiền ban này tha pe đại dương cặp và lúng bị ọt đuôi đỏ đầy thì vì nơi tẹt cho mối nồng vò vì nơi vô tinh tôn chứ vì vô từ vô màu chắc và nốt ọt lọ té ban này tha đôi tạ tụm đi mà chặt té ở sập tay hậu chớ bay bờ phết nắng đại cha bị đâm lô ha mà nói vô thừa téสำหรับเตะเราบอกประชีจุ่มขมายยืมเดิมโลกใต้แต่สร้างสองเตะไอ้มวยคือโลกใต้แต่มีกรรมวิธีจีจรังตีมวยกรรมวิธีแซนสมชื่อตีปีแซนสมมาจากตักมาจากใดตีปีแซนสมกรงดิปิลีสักหนึ่งกรงปิลีตีบ้วนมีโดยเฉกาดาวจูนกับเตลจูนจานชนะไอ้ลังเนี่ยวิธีลังเตะสดมนไอ้ยงจ้างเหมือนเต้นนะตอนนี้chẳng là tao ní vô bịa vậy được không chị mình thấy bịa pon cho mình nằm tè nghĩa mà sạch hương bảo dương ngày những hương pre thì nằm tè thôi mà đá miền bóng bóng thọp xua thà chạy hết ấy ban chỉ pre a cho tè bán ten đại tè bảo dương miền cần thộp này nặng mình liền tè ban này tha cần thộp này tua sport mấy đại thay ra hai tha chủng liền tè mua là hai đại pre a cho nơi bán để tao này đập khi tới để tao đừng vô thà mua là hai bài nâng từ bịa pre nó bị a cho được không tè bảo dương màเรื่องมวยนี้คือchỉเรื่องระบบแฟนเนี่ยตอนนี้ยมอัดโยเรื่องระบบปุกยามาใจเลยจะขนมตำหนักกุ้งเต้นในตอนนี้โดยสารเรื่องปุกยาคือchỉเรื่องระบบเพย์กันไทยขมเอาจังโอเคโยนเล่นตอนนี้จังเรื่องมวยนี้คือchỉเรื่องระบบบองปลอกมันเนี่ยในกอดบานใจกลุ่มเล็กสักเรื่องมากันเพย์กันไทยขมเอาเรื่องมวยนี้คือบานการล้างเนื้อไข่กับปงสปืนเนี่ยตอนนี้การล้างเนื้อขนมอมลงนำปีปอนผมบ้วนดังให้ในขนมชามปีปอมผมบ้วนตายบองปลอกว่าอัดบานปัจเจตีตังภูมิสระเตะใต้กวาดทากวาดปราบทาเตะนั่นคือจิตเตะระบบปะปนระบบกวาดบานในทาจิตเตะไม่ไม่กวาดเตะจังงั้นนะจังเรื่องนี้คือขนมตัวบานการอันยัดดอกดัดมุกแต่มาดองในตอนนี้ได้ตัวบานปีสักเรื่องระบบบองปลอกแต่ก่อนมีชั่วโมงท้าบองปลอกวันบุตรีแต่ก่อนบานปรับสักเรื่องรายมวยแต่แบบปอมหนุนแต่กว่าประดามในสักเรื่องตัวโบคือใจในตอนนี้กวาดบ้านที่มงคลกาจมวยนั่งอุดมสวามอุดมแพริยีระบบกวาดกอดบ้านที่มงคลกาจมูกน้องดอมแพริยีบอกว่าในขนมชั้นน้ำปีปอนใบให้กอดตัวบ้านบดตราบดเตยจำนวนปีเนี่ยแต่กอดมีโกนจำนวนปีบดตรามวยบดเตยมวยแต่กอดมีบดหายการนั้นปีตะโบงไล่เนื้ออมหลงเป้แต่กอดบ้านที่มงคลกาจมูกน้องดอมแพริยีบอกกอดนั้นคือบองเพราะกอดมันบ้านตัวเนื้อเตะมวยนังปีโดยไล่โดยซาแต่มาได้บอกกอดบ้านใจเตะเอากอดมวยเตียบบ้านใจเตะกอดมวยเตียบเนี่ยออกเนี้ยเตะนั่นคือเนื้อข้างมาดมจัดข้างกรีร่มมาตอนนี้จัดเนื้อข้างร่มหรือทานกรีร่มมาจังการนั่งปลุกกอดเนื้อเตะนั่งตีแต่ดอยไล่เนื้อขนมชั้นนำปีปอนผมเปิลชั้นนำปีปอนผมเปิลนั่งเตะแต่เมียนปัญหาหนึ่งปีดามไล่คือจิบเตะเราบ้ามาได้กอดมาได้ไม่กอดเนื้อจมูกนั่งสักไทยบอกกอดมวยเตียบบองไทยกอดหนึ่งบองไทยบองไทยแต่กอดเนื้อจมูกขี้เตะหนึ่งเตะนั่งชีประเภทเตะเชื่อเนี่ยตอนนี้โดยเตะนั่งไงเวียมันเหม็นจีเตะได้ทัดเนื้อจอมกระดาษกรงเตะให้ก่อเวียมันเหม็นจีเตะได้เนื้อจอมจมูกนั่งขนอจีดได้เตะนั่นคือวิโจแต่ขังขนมเตียวิโจแต่ขังขนมเจริญเตียจังเตะกอดนั่นคือชีประเภทเตะภูมิโดยเมียนกาหมปอดหรือบอกให้เมียนจักราเนื้อขนมดีหนึ่งสักใต้กรอยมากอดอัดบานดังไฮพอลธรรมดาบอกกอดนั่งเมียนปัญหาไอ้แต่การลายนี่มันนั่งทำเมียนไฮกาพอลอักรไอ้แต่การลายนี่นะเอาไว้เดี๋ยวกอดจำนั่นคือจำบานทัดแกบอกกอดปีตะบงไล่คือปะภูมิจะเนี้ยปะภูมินั่นคือเนื้อสดำได้แกบอกกอดหนึ่งกรัมทำจุปูแต่หนึ่งครองชนะปีปอนผมเปิลนั่นให้การมวยเดี๋ยวไปการล้างจะเลือมาได้กอดหนึ่งบอลไทยกอดระเบียบไม่เหมือนดังสลับแต่มาได้กอดนั่งซ้อมโดเตะจมูกกอดđôi mà đây có thà có trong tờ nữ hay có trong tờ nữ một đung khăn nâng vinh để sao ấy có trong lục đồ ấy chẳng á đời sao ta này đọc về chân tới là việc được tham mặc quạt nắng
trong lụa đố để xa tè bong phổ nâng tè quát cứ nơi mình ngay pi phơi trô tư rung mình đi than kì rung thì mình chẳng có quạt xong đố đòi lấy pi tập bóng lấy cứ bọc pôn bọc quạt nè này bọc pôn bọc quạt cứ ọt ạ này nhạt nó không cả đồ tê này tao thì nhung xong tròn sọng được rồi nhưng mà ta sợ nhau bỏ khăn hầu xuống đi này được tục này xuống rồi còn đi xe mà nè môi sân mắt bong phồn xe ở đầm nạ cung mà nè môi màu nhưng xong rồi cục nia lái xe mà nè môi trồn trông nhưng xong cho sợ thì sợ nhưng bọc đi ok là lấy nhung vậy bà đã sân tới chỉ sẽ một nhung vậy không mau tích sạp thì chỉ đó rất là không mau ok nhung vậy to nhé đó pe chẳng pi tụ bóng lái cứ bong phồn nó cứ con ọt hộp đồ thì còn đôi thà còn trong đối thì sẽ còn lụa đài chẳng á cái còn đập tam ô đom spam ô đom phe để gì một con các bạn đập tam bọc bồn quạt nó có bọc bồn quạt thằng đâu tới bò ngơi để xa tái mà quạt chặt hơi quạt nữ này các bạn đấy ở bong thay rosi tới dương tới nó vinh tới để xa ấy còn luộn cò chứ có tha luộn nó các bạn đây và tha dương mình đôi để xa thì dương luộn bay mà hốt rồi nào ơi phiêu tê cho kia mau tình mà hộp tình ấy nó chầm dương bạch đôแต่นี่ซาเตยังหลุมคอที่จังยังตัวน้อยยังตัวหลุมคอที่ก็บ้านโดยขี้จ้ะก็บ้านโดยขี้ yes เราไปจังเนี่ยตัวหอกนี้ก็โปรมโดนหรือครองชนะปีปอนผมเปิดนั่นยนอัดหรือครองชนะปีปอนใหญ่รวมtới vì nơiครองคายผมไว้ปีปอนผมเปิดแต่กวาดโดนั่งนะสลับแต่กวาดแต่nơiนั่งตัวผมโดยกวาดนั่นคือเมียนโกนโปรไม่โกนใส่หมดจังเตะนั่งเนี่ยตัวหอกนี้บองโปรนั่งกวาดโจแต่nơiรูnơiเตะนั่งnơiกราวเป้แต่กวาดบันโดรุ่ยหายquạt bàn đô tè nông ruồi hới, sắp tại quạt trâu tới có quạt chập đam miên ảo mới chậm lại chất thá, hai ấy ban chỉ niệm bậc phum nước đô mà kháng chuyền, hai chỉ niệm bậc phum đại đô nâng tiền sau, chỉ niệm bậc phum nó bị đám cứ qua hiền tắc mía, tái cào máu chỉ niệm bậc phum nước đô đã qua chìm tru, bậc phum nước đô đã chỉ niệm qua chìm tru, vấy đây sầm khăn, bậc phum nước rọt đón cứ ọt miên ruột sẵn nè, ban đây tha ruột nè ta ruột ấy được nông chỉ niệm bậc phum nâng tiền tái tăng pi chỉ điểm bậc phum nước đô mà hàng nắng hay đô bò tiết nơi không chỉ điểm bậc phum nắng cứ ban đã rút niềng bọ niềng bầu nơi không rút chỉ điểm bậc phum nắng nơi không riêng tê và đá nắng tái quát cả ban xua tái tay mà đai quát này giấy thá chỉ điểm bậc phum cha nắng vì sọt đầy có đồ chẳng tay quát có tam ở vậy đàn mặt đai không quát ban miền tây sạch ok quát ta snap ta quát chập đam ru nơi không tè môi đá mặt đai bọc quát ban đồ ỏi nắng nơi pi tập bổn lời vậy trẻ nơi pi tập bổn lời quát ở chập rộng tế hay quát có mình sớ chỉ ban là vì là vô cho mối nâng rương à bay trong nữ ấy nè này tại côn là bọc quạt nâng côn bòn nâng á nâng côn bón bao vậy tới là tao đi cất tới côn bọc quát ở dụ phèm trên năm bông bụi trên năm hơi quát ca tăng pi đào trên năm pi pon bảy ở pi pon bông bảy pi pon bốn con quát tiền thông ấy khi mà nó với ai nhưng đừng thà vì khơi không khơi thấy á côn bọc quạt thông nó tay tên dễ thá mặn nơi không te dương miên sấy miên mình được sấy mặn nhưng khơi mình được sấy mặn nhưng khơi mình mặn nhưng khơi dày cứ câu nó là ra khơi mình được sấy nó không te vô lắm chẳng mà đai bọc quạt đại tới chia ổ đầm phe để chia bọc ở đây quạt con này dễ thá mình ấy tề đời xa ấy dương tâm mình ở thầy lô te máy còn miên trình niệm te trình niệm ấy chẳng tay đại con phok khơi thầy lơ thường nặng tay sùng đố xua tha bong phổ quạt sai ao kì cứ bong phổ quạt lái sai ao kì có tha tăng bờ nơi te quạt trái quạt sai tay được bây giờ mình nơi te mấy quạt mình đại sai này miên tập bồn quạt tê tay từ sai từ sai te quạt rosi chẳng ngắn á rosi rồi ấy chẳng tay sạp tá te nắng việt ngay pi là bòn chưa thật pi là bòn một te chắc mà đo te có nó hiện ngay chẳng ngắn á bong pro nó có quạt bàn thừa rôn muối nơi khẳng một nặng đời quạt bàn tuần luôn chèn từ lúc là bò mà chỉ hiện hai quạt phơi tè tiêm bối sầm lọc lụa đạn cò lụa hai quạt tay để nơi tè một nâng phía tách để quạt màu tè bỏ quạt nơi càng khổ cứ quạt cầm rõ sắp ta chập tăng bị pê nâng màu với để con quạt vậy cứ quạt mình ai chữ này là quạt ở đây chữ này sắp từ ngày buổi ngày nắng cứ quạt non côn là bỏ quạt nâng và pôn quạt nâng ta kế nơi khẳng một quạt kế nơi khẳng một cái này ta tè lụa cò có tha dục lại quát ngó ta sky ta bỏ quát nương sky là bao nè phù vì chết tần lú
វាចេះតែយំវាចេះតែស្រែកអញ្ចឹងដូចថាយើងដឹងស្រាប់ឆ្កែលូមិនកូនវាចេះតែលូវាចេះតែអីរហូតអរគុណកូនដែលរំលឹកលោកឪជ័យវណ្ណស័ក្តិកូនអរគុណចង់ស្ដាប់ពីលោកឪជ័យវណ្ណស័ក្តិចាំចូលភេកណត់ហៅខ្មោចស្រាប់តែកូនឯងយល់ថាគាត់ទៅណាគាត់ចេះឆ្ងល់តែឆ្កែនោះវាលូដូចថាលូ10នាទីអញ្ចឹងទៅវាបាត់ទៅវិញអញ្ចឹងវាលូទៀតណាវាប្រដាក់លូរហូតអញ្ចឹងគាត់ឆ្ងល់តែគាត់នឹងក៏ដើរចេញមកខាងក្រៅគាត់ដើរចេញមកបរិវេណនៅខាងក្រៅគាត់ក៏បានមើលបរិវេណនៅកន្លែងហ្នឹងគឺគាត់អត់ទទួលបានអារម្មណ៍អីឬក៏គាត់អត់បានជួបប្រទះជាមួយនឹងរឿងអីទេអ្វីដែលគាត់ឃើញគឺគាត់ឃើញត្រឹមតែឆ្កែហ្នឹងវាលូហើយឆ្កែហ្នឹងក៏មិនមែនលូចូលមកផ្ទះគាត់ទៀតគាត់ក៏ដើរចូលទៅវិញយល់អត់គាត់ក៏ដើរចូលទៅវិញចម្ងាយពីផ្ទះលក់អង្គនិងផ្ទះរបស់គាត់នៅនិយាយថាផ្ទះលក់អង្គហ្នឹងគឺវានៅពីមុខផ្ទះរបស់គាត់ហ្មងយល់អត់កូនយើងឃើញស្រាប់ហើយផ្ទះអ្នកដែលលក់ចាប់ហួយអីពីមុនឥឡូវហ្នឹងក៏មានដែររបៀបផ្ទះអញ្ចឹងណាអ្នកនរនេះដឹងស្រាប់ហើយគាត់ក៏នៅផ្ទះមុខហ្នឹងស្រាប់តែពេលហ្នឹងគាត់ដើរចូលមកដល់ផ្ទះវិញពេលដែលគាត់ដើរចូលមកដល់ផ្ទះវិញណាអូនគាត់ក៏បំរុងថាចូលគេងហើយដោយសារស្អែកយើងត្រូវលក់ថាអីចឹងក៏ចូលគេងស្រាប់តែគាត់និយាយថាអ្វីដែលគាត់នឹកស្មានអត់ដល់អ្វីដែលគាត់នឹកស្មានអត់ដល់គឺសំឡេងរបស់ប្រពន្ធគាត់ហ្នឹងបានស្រែកហៅគាត់នៅខាងក្រៅផ្ទះគាត់ថាសំឡេងហ្នឹងវាយគាត់ស្លាប់ទៀតក៏គាត់ថាសំឡេងហ្នឹងគឺប្រពន្ធគាត់ដែរគឺប្រពន្ធគាត់បានស្រែកតែមិនមែនស្រែកហៅគាត់មិនមែនស្រែកហៅកូនគាត់តែសំឡេងហ្នឹងគឺជាសំឡេងរបស់ប្រពន្ធគាត់បានហៅអ្នកណាមួយចេញពីផ្ទះរបស់គាត់គឺសំឡេងហ្នឹងគឺហៅហ្មងរបៀបណែចេញមកចេញមកសំឡេងហ្នឹងបានហៅលើសពី7ដងមិនមែនហៅម្ដង2ដង3ដងទេសំឡេងហ្នឹងហៅលើសពី7ដងគាត់ថាវាយគាត់ស្លាប់ក៏គាត់ថាសំឡេងហ្នឹងគឺសំឡេងប្រពន្ធគាត់ដែរស្រាប់តែគាត់ឆ្ងល់ថាសំឡេងប្រពន្ធគាត់ហ្នឹងហើយទាំងដែលគាត់នឹងបានឃើញច្បាស់ថាប្រពន្ធរបស់គាត់កំពុងតែគេងជាមួយគាត់រឿងអីសំឡេងរបស់ប្រពន្ធគាត់បានហៅនៅខាងក្រៅទៀតពេលហ្នឹងណាគាត់ថាអារម្មណ៍មួយគឺគាត់អត់ហ៊ានបើកទ្វារទៅមើលខាងក្រៅទី2គាត់ខ្លាចមានបញ្ហាលើប្រពន្ធគាត់ព្រោះគាត់អត់ដឹងថាអ្នកណាបន្លំអ្នកណាចង់ប្លន់អ្នកណាចង់លងគឺគាត់អត់បាន focus សោះហ្មងអ្វីដែលគាត់បាន focus បំផុតគឺគាត់បារម្ភពីរឿងកូនរបស់គាត់និងប្រពន្ធរបស់គាត់យល់អត់ស្រាប់តែម៉ាត់សបកក្រោយផ្ទះហ្នឹងដែលនៅខាងមុខហ្នឹងអូនគឺលឺសំឡេងណាគេដើរគោះតាមជាងក្រឹកគេគោះតាមជាងហ្មងពេលហ្នឹងគឺគាត់ចាប់ផ្ដើម focus ខ្លាំងគាត់ថាគឺខ្មោចលងគាត់គឺគាត់គិតបានតែម្យ៉ាងគាត់ថាគឺខ្មោចលងគាត់ហើយគាត់ព្យាយាមខ្លាចប្រពន្ធលឺសំឡេងមួយហ្នឹងគាត់ខ្លាចកូនរបស់គាត់ភ្ញាក់ដោយសារតែលឺសំឡេងមួយហ្នឹងគាត់ព្យាយាមគាត់អោបប្រពន្ធគាត់ព្យាយាមអោបកូនរបស់គាត់រហូតតដែលព្រឹកឡើងនៅពេលដែលព្រឹកឡើងគឺគាត់គេងបានទឹកខ្លាំងមែនទេគាត់គេងឲ្យលក់មួយយប់ព្រឹកឡើងអ្នកនរនេះគាត់ក៏ប្រាប់រឿងរ៉ាវនឹងទៅប្រពន្ធគាត់អូនយប់មិញបងជួបរឿងអញ្ចឹងស្រាប់តែប្រពន្ធគាត់ហ្នឹងអាចនិយាយបានថាគ្នាខ្លាចដែរគាត់ក៏សុំឲ្យប្តីនោះឈប់និយាយរឿងហ្នឹងអញ្ចឹងថាបងឈប់និយាយរឿងហ្នឹងយល់ទេស្រាប់តែចូលយប់ទី2ក៏លឺសំឡេងហ្នឹងម្ដងទៀតហ្នឹងមិនមែនជាសំឡេងឆ្លើយឆ្លងមិនមែនសំឡេងហៅគឺសំឡេងគោះទ្វារជាងផ្ទះលឺសំឡេងហ្នឹងគឺគោះពីខាងមុខទៅដល់ខាងក្រោយលឺសំឡេងគោះហ្មងតែពេលហ្នឹងគឺប្រពន្ធគាត់ជាអ្នកលឺមុនគាត់យល់គឺប្រពន្ធរបស់គាត់ជាអ្នកលឺមុនប្តីគាត់ក៏សួរថាបងអ្នកណាគេគោះទ្វារគោះប្អួយគោះជាងប្តីរបស់គាត់បាននិយាយថាអត់ដឹងបងអត់ដឹងទេអូនអត់ដឹងអ្នកណាគោះទេចាប់ផ្ដើមពីអ្នកប្តីប្រពន្ធគឺបាត់មាត់អត់និយាយអីទេស្អែកឡើងប្រពន្ធគាត់នឹងក៏បានប្រាប់ថាបងមិនណាទេពួកយើងរើទៅគេងផ្ទះធំវិញអញ្ចឹងណាផ្ទះហ្នឹងយើងដាក់តាំងកលក់បានហើយពេលយើងលក់បិទពេលលក់ចាប់យើងបិទទៅចាក់សោទៅហើយយើងឡើងទៅគេងផ្ទះធំលើវិញទាំងដែលគាត់អត់ដឹងថាដើមហេតុគឺមកពីផ្ទះហ្នឹងគាត់អត់ដឹងណាកូនគាត់អត់ដឹងថាដើមហេតុមកពីផ្ទះហ្នឹងទេទៅទៀតទាំងអស់នេះស្ដាប់ឆ្ងាញ់ដេកលេងលក់ហើយទៅទៀតស្ដាប់ឆ្ងាញ់ដេកលេងលក់ហើយស្រាប់តែពួកគាត់ក៏ធ្វើតាមអ្វីដែលប្រពន្ធគាត់បានអញ្ចឹង
គាត់ក៏បានឡើងទៅគេផ្ទះធំវិញចំនួន4យប់គឺអត់មានបញ្ហាអីទាំងអស់ដែលបានកើតឡើងនៅលើផ្ទះរបស់គាត់គឺអត់មានបញ្ហាអីទេយល់អត់ស្រាប់តែចូលថ្ងៃទី5ថ្ងៃដែលគាត់ឡើងមកគេផ្ទះគាត់វិញហ្នឹងណាចុយមកសុំពេលបន្តិចអត់ខ្ញុំសុំពេលតែមានបងអូនគាត់ខលតាម Telegram ខ្ញុំសុំពេលតិចអត់នេះសុំឲ្យគ្រប់គ្នា like share ម្នាក់មួយស្រីណាសុំ share ម្នាក់មួយទាំងអស់នេះខ្ញុំសុំឲ្យតែគ្រប់គ្នា like share ខ្ញុំម្នាក់មួយអញ្ចឹងនៅពេលដែលគាត់ឡើងទៅគេនៅលើផ្ទះហ្នឹងយប់ទី1យប់ទី2យប់ទី3យប់ទី4គឺវាអត់បញ្ហាតែចូលយប់ទី5ចូលថ្ងៃទី5និយាយរួមទៅថ្ងៃទី5ពេលហ្នឹងវេលាម៉ោងប្រហែល2ម៉ោងប្រហែល2ប្រពន្ធរបស់គាត់ហ្នឹងគឺនៅផ្ទះខាងមុខអាផ្ទះដែលដាក់អង្គលក់គឺនៅហ្នឹងហើយកូនក្មេងៗណាទាំងអស់គ្នាក្មេងៗណាវានាំគ្នាលេងណាធម្មតាដឹងស្រាប់ឯក្មេងៗវាលេងអាឡានដឹកដីអាអីអុសដីអុសអីលេងវាលេងអាហ្នឹងវានៅលេងអាហ្នឹងណាបងប្អូនហើយកូនទាំងពីរនាក់គាត់ហ្នឹងលេងហ្នឹងគឺលេងនៅកន្លែងគៀកជំនាងប្រភូមិហ្នឹងដោយសារអាកន្លែងគៀកជំនាងប្រភូមិហ្នឹងវាមានខ្សាច់អញ្ចឹងគ្នាយកអាឡានរុញដឹកដីអាសនីជោគដីហ្នឹងទៅលេងគៀនហ្នឹងយល់អត់ទៅលេងគៀនហ្នឹងស្រាប់តែទៅលេងគៀនហ្នឹងកូនវាពីរនាក់ហ្នឹងបងប្អូនទាំងពីរហ្នឹងក្មួយហ្នឹងវាពងលេងម្ដាយក៏នៅក្នុងរោងទេយល់អត់ក៏មានគេហ្នឹងមកទិញគេហ្នឹងមកទិញកបយល់ទេគេហ្នឹងក៏មកទិញកបស្រាប់តែមកទិញកបអ្នកដែលទិញកបហ្នឹងទាំងអស់គ្នានិយាយទៅគ្នាភាំងដែរម៉ោង2កូនភាំងដែរកំពុងទិញកបអញ្ចឹងដឹងទេសកាលអីកលេចភ្នែកឬថាចោលភ្នែកទៅណាចោលភ្នែកទៅស្រាប់តែចោលភ្នែកទៅគាត់ថាបានឃើញស្ដាប់ណាគាត់បានកលេចភ្នែកបន្តិចហ្នឹងក៏ឃើញថាមានមនុស្សស្រីម្នាក់អត់ដឹងស្លៀកសពុតស្លៀកសរងស្លៀកស្អីឬក៏ស្លៀកក្បិននេះដឹងតែម្យ៉ាងថាមានមនុស្សស្រី2នាក់ច្បាច់កក្មេង2នាក់លើកឡើងផុតអញ្ចឹងច្បាច់កក្មេងលើកឡើងផុតអញ្ចឹងផុតពីដីហ្មងយល់ទេគាត់លើកឡើងផុតពីដីហ្មងតែពេលដែលគាត់មើលម្ដងទៀតគាត់ថាក្មេងកំពុងលេងគាត់ក៏ប្រាប់គាត់ដំបងគាត់សួរចេះម៉ែអូនមីងសួរមួយពីរនាក់ក្មេងៗពីរនាក់ហ្នឹងកូនខ្លួនឯងណាថាកូនខ្ញុំតាមបងកូនខ្ញុំតែថាអូកូនណាអញ្ចឹងណាគាត់ក៏មើលចេះគាត់តាមមើលអញ្ចឹងវាគាត់ក៏សួរកាត់អីមីងថាមីងអត់ហ៊ាននិយាយទេក្មួយមីងដូចអត់ហ៊ាននិយាយថាមីងមានរឿងអីមីងអញនិយាយបាទក៏ប្រាប់ថាមីងចោលភ្លេចទៅឃើញមនុស្សស្រីណាច្បាច់កអាអូនមីអូនឃើញលើកឡើងផុតជើងចេះគាត់តែនិយាយប៉ុណ្្នឹងអញ្ចឹងបងស្រីគាត់ខ្លាចហើយថ្ងៃត្រង់ហ្នឹងណាកូនស្រាប់តែព្រើតមកអញ្ចឹងបងកុំនិយាយអញ្ចឹងបងខ្ញុំខ្លាចណាគាត់ក៏ស្រីហៅប្តីគាត់នៅផ្ទះក្រួយស្រីហៅប្តីមកប្រាប់ប្តីអញ្ចឹងប្តីហ្នឹងក៏គិតក្នុងចិត្តថាវាមានរឿងអីអញ្ចឹងណាទៅវាកើតឡើងអញ្ចឹងធម្មតាគាត់មិនមែនគ្រូគាត់អត់ដឹងយល់អត់គាត់អត់ដឹងដល់ស្រាប់តែយប់ឡើងកូនយប់ឡើងទៅដេកផ្ទះហ្នឹងអ្នកដែលគេនៅក្នុងបន្ទប់ជាពិសេសផ្ទះឈើអ្នកដែលគេនៅក្នុងបន្ទប់ម្នាក់ឯងឬក៏មានគ្នាស្ដាប់ណាគេផ្ទះឈើបើកភ្លើងទៅរឿងនេះខ្នាតកុនកូនបើកភ្លើងហើយស្រាប់តែយប់ទី5ហ្នឹងគាត់ឡើងទៅគេងនៅលើផ្ទះហ្នឹងខ្លួនឯងស្ដាប់ណាឡើងទៅគេងនៅលើផ្ទះហ្នឹងគាត់ចាប់ផ្ដើមគាត់ថាពីដំបូងគឺគាត់អត់សូវខ្លាចទេតែតាំងពីលឺមីងនឹងនិយាយមកគាត់ចាប់ផ្ដើមខ្លាចគាត់ក៏យកកូនអីហ្នឹងមកដេកនៅក្នុងបន្ទប់មួយយល់ទេគេងនៅក្នុងបន្ទប់ហ្នឹងមួយស្រាប់តែយប់ហ្នឹងពូគាត់គេងហើយក៏បិទភ្លើងបិទអីគេងហើយយល់ទេគាត់ថានេះស្រស់នឹងភ្នែកហ្មង
គាត់ថាគាត់មិនដឹងត្រូវសំដំរបស់គេឬក៏មិនទេគាត់ថាស្រស់នឹងភ្នែកពួកគាត់ដេកអស់ហើយកូនគាត់ក៏ដេកប្រពន្ធគាត់ក៏ដេករឿងអីក៏គាត់ឮសំឡេងគេបើកទ្វារគេមូលទ្វារគ្រប់ក្រក់គាត់ថាគាត់បើកភ្នែកបានតែគាត់កម្រើកខ្លួនអត់បានគាត់ថាខ្លួនគាត់គឺរឹងហ្មងបើកទ្វារក្រាច់គាត់ថាអ្នកដែលដើរចូលមកក្នុងបន្ទប់ហ្នឹងគឺម្ដាយក្មេករបស់គាត់ដើរចូលមកក្នុងបន្ទប់ហ្នឹងយល់អត់គាត់ថាគាត់មិនដឹងថាគាត់យល់សពឬក៏វាច្បាស់តែអ្វីដែលគាត់ដឹងត្រឹមថាទស្សនវិជ្ជាមួយដែលគាត់បានឃើញគឺច្បាស់ជាប់នឹងភ្នែកគាត់ដល់សប្តាហ៍ម្ដាយក្មេកគាត់បានដើរចូលមកម្ដាយក្មេកគាត់ពាក់ខោកបើកចែកករៀងបើកចែកពណ៌អត់ដឹងថាពណ៌អីព្រោះយប់គាត់ថាគាត់អត់ដឹងពណ៌អីគាត់ដឹងត្រឹមថាម្យ៉ាងម្ដាយគាត់មកស្ញែងដាក់គាត់ចែកមកសើចដាក់គាត់ហើយគាត់ថាសម័យផ្ទះក៏ល្ងិតឃើញតែថ្មិញឃើញតែភ្នែកមនុស្សឯងមកស្ញែងដាក់ចែកដើរមកដល់ចុងជើងគាត់ហ្មងដើរមកដល់ចុងជើងគាត់ណាដើរមកដល់ចុងជើងនឹងហើយស្រាប់តែម្ដាយក្មេកគាត់ហ្នឹងធ្វើសញ្ញាដៃធ្វើដៃចង្អុលមកកាន់គាត់ហើយឲ្យគាត់ហ្នឹងងើយក្បាលមើលទៅលើឲ្យងើយក្បាលហ្នឹងមើលទៅលើដូចថាយើងពុកនេះមើលចុងជើងអញ្ចឹងធ្វើសញ្ញាឲ្យយើងមើលទៅលើគាត់ថាគាត់ងើយមើលឡើងទៅលើហ្មងគាត់ថាងើយមើលឡើងទៅលើហ្មងលេងស្រាប់គាត់ថាងើយមើលឡើងទៅលើគាត់ថាក្មេងប៉ប៉ិនកពួនជើងកភ្លៅគាត់ថាក្មេងប៉ប៉ិនកភ្លៅក្បាលតងោលទាំងអស់កូនម្នាក់ដូច1ម៉ែត្រពីដីចឹងកពស់ដូចមហាត់ដៃដូចមហាត់ពីដីចឹងគាត់ថាម្នាក់ដើរឡើងពេញដបូលផ្ទះហ្នឹងហ្មងដើរឡើងពេញដបូលផ្ទះគាត់ថាឲ្យឃើញច្បាស់ហ្មងដើរឡើងពេញដបូលផ្ទះកូនឲ្យមិនមែនដើរហ្នឹងដើរដូចមនុស្សជើងណាកូនជើងដើរនៅលើពីដានដើរនៅលើធ្នឹមផ្ទះក្បាលតម្លាក់ចុះក្រោមក្មេងរត់បលែងគ្នាលេងពេញដបូលផ្ទះសត្វតាកូនក្មេងទាំងអស់កូនឯងដឹងគាត់និយាយថាមិនចឹងលេងស្រាប់ម៉ែក្មេងគាត់ទៅសើចគាត់ថាម្ដាយក្មេងគាត់សើចអញ្ចឹងហ្មងផត់ពីសើចកូនទាញគាត់តម្លាក់ពីលើខេហ្មងគាត់ថាម្ដាយក្មេងគាត់លូកដៃចាប់អូសគាត់តែពីលើខេយកហ្មងខ្មោចទាញតម្លាក់ខេកូនខ្មោចទាញជើងចាស់និយាយថាខ្មោចទាញជើងទាញអូសតម្លាក់ពីលើខេមកហ្មងគាត់ថាគាត់សវេសវាងើបមកអូនគាត់ថាដូចគាត់ងើបចេញពីភ្នោចឹងខ្លួនគាត់ឡើងទ្រោមទាំងអស់គាត់ស្រែកហៅប្រពន្ធគាត់ឲ្យជួយមកគាត់អត់ដែរដល់ថ្នាក់នឹងទេណាកូនគាត់ថាគាត់អត់ដែរដល់ថ្នាក់នឹងទេកូនឯងយល់ថាគាត់សវេសវាហៅប្រពន្ធគាត់ឲ្យជួយរហូតដល់ផ្អើលទាំងកូនគាត់អីនាំគ្នារត់ណាកូនរត់មកដេកផ្ទះរត់មកដេកផ្ទះអង្គវិញមកដេកផ្ទះអង្គវិញកូនបើកភ្លើងផ្ទះធំចោលទាំងអស់ហ្មងរហូតដល់ព្រឹកឡើងទេទៅសួរម៉ែមកទេទៅសួរម៉ែខ្ញុំសុំសួរម៉ែឯងផ្ទះហ្នឹងម៉ែឯងនៅហ្នឹងម៉ែឯងដែរឃើញអីអត់ផ្ទះហ្នឹងមិនអីមិនម៉ែប្រាប់ខ្ញុំតាមត្រង់ម៉ែម្ដាយអត់និយាយទេយាយហ្នឹងក៏អត់និយាយយាយហ្នឹងកូនក៏អត់និយាយគាត់ថាម៉ែនៅមានអីណាកូនម៉ែមាននៅអីណាអញ្ចឹងណាគាត់ថាអត់អីចឹងប្រពន្ធគាត់រោគ្រូនឹងស្បៀនស្រីស្រឡាញ់ស្រីស្បៀនតែគាត់ប្រកែកូនគ្រូនឹងអាយុខ្ទង់58គ្រូស្រីហ្នឹងគាត់ក៏ទៅហៅគ្រូនឹងមកស្រាប់តែគ្រូនឹងមកដល់កូនគ្រូនឹងមកដល់ភ្លាមគេធម្មតាគេមើលភិនភាកផ្ទះមកដល់ភ្លាមគាត់ចាប់អារម្មណ៍លើជានាងប្រភូមិគាត់ងាកមកគាត់មើលជានាងប្រភូមិចឹងគាត់មើលលេងមើលប្រឡែងមើលចូលមើលឡើងចឹងគាត់សួរថាជានាងប្រភូមិហ្នឹងអ្នកណាគេអ្នកលើកគ្រូហ្នឹងគេសួរថាប្រភូមិហ្នឹងអ្នកណាគេអ្នកលើកប្រភូមិហ្នឹងគាត់ក៏និយាយថាម្ដាយក្មេកខ្ញុំស្រាប់តែម៉ែគ្រូហ្នឹងលូកដៃចូលទៅយកនាងប្រភូមិនឹងជានាងប្រភូមិហ្នឹងណាដកអានេះបក់នាងបោយទៅនៅក្នុងប្រភូមិហ្នឹងចាញ់ដកមកដាក់នៅលើប្រភូមិហ្នឹងដដែលតែដាក់ខាងមុខកន្លែងគេដាក់សែនផ្លែឈើដាក់ហ្នឹងរួចគាត់ក៏ផ្អៀងក្បាលហ្នឹងមើលតាមប្រភូមិយ៉ែគ្រូហ្នឹងណាអូនផ្អៀងអីមើលរួចគាត់ថាប្រភូមិហ្នឹងគឺបែរចំខ្លោងទ្វារផ្ទះអីគេមើលអូននេះ
អារីយ៉ានេះខ្លាចមុខបងណាស្អាតជាងអញមួមនោះស្អីគេឈ្មោះអារីយ៉ានោះខ្លាចមុខបងណាណែអត់ស្អាតជាងអញទេ36ហើយអាយុតែ7 8 10មុខដូច3ក្តិតទេចាស់ជាងអញទេនោះអាយុអីស្រាប់តែជានាងប្រភូមិហ្នឹងម៉ែគ្រូនោះថានាងបក់នាងបោយហ្នឹងណាមើលចំទ្វារផ្ទះហ្នឹងហ្មងចំក្នុងទ្វារហ្មងដឹងម៉ែគ្រូនឹងនិយាយថាមិនអត់ក្នុងផ្ទះហ្នឹងមានស្រីដូចនឹងកូនប្រុសគាត់និយាយចឹងថាផ្ទះហ្នឹងមានស្រីបែបក្នុងផ្ទះហ្នឹងមានមនុស្សស្រីម៉ែគ្រូហ្នឹងណាកូនម៉ែគ្រូហ្នឹងក៏ដើរទៅលើផ្ទះហ្នឹងដើរឡើងទៅលើផ្ទះហ្នឹងតាមកម្មចរាហ្នឹងឡើងទៅលើស្រាប់តែពេលដែលគាត់ដើរឡើងទៅលើគាត់អត់ឲ្យពីអ្នកប្តីប្រពន្ធហ្នឹងឡើងមកតាមទេយល់អត់ឲ្យឡើងមកតាមទេគាត់ឡើងទៅលើផ្ទះហ្នឹងបាត់ប្រហែល10នាទីគាត់ក៏ចុះមកវិញណាពេលដែលគាត់ចុះមកវិញគាត់ក៏ប្រាប់ថាផ្ទះនេះពីដើមឡើយគឺអត់មានទេផ្ទះនេះគឺអត់មានទេពីដើមឡើយតែក្នុងផ្ទះហ្នឹងមានឈើមួយយ៉ាងឈើហ្នឹងគឺឈើដែលមានខ្មោចវានៅព្រាយវានៅហើយឈើហ្នឹងគឺនៅមិនមែន1 2ទេគឺមកគ្រួសាររោឲ្យឃើញមករោឈើហ្នឹងឲ្យឃើញមកអញ្ចឹងទាំងគាត់ទាំងគ្រូនោះអត់ដឹងថាឈើមួយណាយល់អត់ដឹងថាឈើនោះឈើមួយណាផ្ទះមួយណាហើយបានមកពីណាគេទុកនៅតាណាគឺអត់ដឹងជំរើសដែលគាត់ត្រូវចង់ដឹងគឺគាត់ត្រូវតែទេទៅម្ដាយគាត់ទេទៅសួរប្រាប់ថាម៉ែខ្ញុំក៏បានរកគ្រូមួយមកគ្រូនេះចេះរកឃើញរបស់ចេះខ្ញុំសួរម៉ែតាមត្រង់ថាម៉ែមានបានដាក់ឈើអីនៅក្នុងផ្ទះនឹងឬអត់ស្រាប់តែគាត់និយាយប្រាប់ត្រង់ដូចគ្នាគាត់បាននិយាយប្រាប់ត្រង់ដូចគ្នាថាផ្ទះហ្នឹងគឺគាត់ពិតជាបានយកឈើមកស្លឹកមកមែនគាត់ក៏សួរថាម៉ែឯងបានឈើហ្នឹងមកពីណាហើយយកមកស្លឹកហ្នឹងមកធ្វើអីម្ដាយគាត់ក៏ប្រាប់ថាដោយសារតែឈើមកស្លឹកហ្នឹងគឺជាឈើដែលគាត់បានស្គាល់មនុស្សម្នាក់ថាឈើហ្នឹងបានចាស្លឹកអាថ័នរួចយកមកដាក់នៅក្នុងផ្ទះមកសុខសប្បាយឈើហ្នឹងគឺនៅខាងលើធ្នឹមឈើហ្នឹងក៏នៅលើធ្នឹមយល់ទេកូនឈើហ្នឹងគឺនៅលើធ្នឹមផ្ទះកូនឯងចូលទៅកូនឯងមើលទៅឃើញធ្នឹមឈើហ្នឹងហើយមែនកូនមកស្លឹកប៉ប៉ិនកដៃមកតង្វែងយកចែកហ្មងកូនមកតង្វែងហ្មងធ្នឹមទៅតឹងផ្ទះហ្មងគាត់ថាគាត់អត់ចាប់អារម្មណ៍ឈើហ្នឹងគាត់ស្មានតែឈើនោះឈើធ្នឹមផ្ទះតែដឹងអីថាម្ដាយគាត់ទិញពីគេដោយសារតែគេថាឈើហ្នឹងណាគឺជាឈើដែលបានចាអាថ័នដើម្បីសកាត់ផ្ទះរ៉ូស៊ីមានបានដឹងអីថាឈើហ្នឹងមានបញ្ហាចឹងដាក់ផ្លឹបព្រាយនៅក្នុងផ្ទះយកបណ្ដោយព្រាយនៅក្នុងផ្ទះហ្នឹងហ្មងគ្រូហ្នឹងណាកូនឡើងទៅដល់លើនឹងភ្លាមកូនចាប់យកធ្នឹមផ្ទះហ្នឹងគោះធ្នឹមហ្នឹងយកមកកោះយកធ្នឹមនឹងមកហើយយកខ្សែអំបោះចងធ្នឹមនឹងយកខ្សែអំបោះចងធ្នឹមនឹងណាគ្រូនឹងកំពុងតែចងនឹងណាកូនគ្រូនឹងកំពុងតែចងស្រាប់តែកូនគាត់និយាយកូនគាត់ហ្នឹងកេះម៉ែគាត់និយាយចេះម៉ាក់បងស្រីនឹងនៅក្នុងផ្ទះកូននឹងចង់និយាយចេះមីព្រាយស្រីនឹងណាវាកំពុងតែឈរសលឹងមើលមកម៉ែគ្រូហ្នឹងដែលវាអត់ព្រមចេញទេវានៅក្នុងផ្ទះនឹងដដែលកូនវាចូលផ្ទះបានហើយយល់អត់កូនកូននឹងនិយាយថាឃើញព្រលឹងមនុស្សស្រីម្នាក់បានឈោមមើលស្លក់មកកាន់ម៉ែគ្រូនឹងគាត់ក៏ប្រាប់តែកាន់ម៉ែគ្រូនឹងក៏លឺម៉ែគ្រូនឹងក៏លឺកូនលឺគេមានខ្សែអំបោះគេចងគេយកមកគេដើរចងតាមសសរផ្ទះគេចងតាមសសរផ្ទះម៉ែគ្រូនឹងថា7ថ្ងៃវិញ្ញាណហ្នឹងនឹងខ្ចាយហើយព្រលឹងវិញ្ញាណហ្នឹងគឺខ្ចាយហើយយល់ក្រោយនៅពេលដែលគាត់បាននិយាយប្រាប់រួចបានធ្វើពិធីប្រោះព្រំអីគ្នារួច
quát còn tới tẹt vậy tới mai cú đó cái tới tẹt vậy quát còn nơi ta mình toàn hiên lao mà nơi lửa tẹt nặng bài rồi lẽ quát con mình hiên mà nơi lửa tẹt nặng bài đo pe chẳng quát mình hiên nếu có tha trăm rồi hô to tayผมเปิด khai xanh bàn quát bàn lao từ tẹt nặng chẳng quát và to mà đây được tẹt khang luộn cò nè tẹt luộn cò vậy tay ở vậy để quát kết thaผมเปิด khai kê nặng tay tay việc đôi ở vậy để kê kịch nặng đôi ở vậy để kê phở cái nạp chun người ta của vì ở đôi ở vậy để kê cất ở đôi ở vậy để kê phở cất tha rồi cất thái và lớn vì nhiên môi nắng vì ai nắng sao rồi liếp nơi rồi dạ pé bập bờ ngày tai vì nhiên môi nắng vì ở trăm đó bập bờ ngày tệ cứ ban đây tháp phần lớn pri môi nắng vì khắng vì có thơ ai nè tầng pi nè tầng bay nè tầng bốn tẹt nè cứ chúa bộ nè mà chúa bộ bia mà cứ vì miên chết tận á trong ai khơi mà à với đại khơi ổn à với đại khơi nhé cứ bập bốn khơi đây khơi bập bốn bà pôn khơi vào đây khơi bà pôn khơi là việc mạch coi np đại mai cứ nước ăn thơ bị thi rồi nhá giúp làm giúp tìm môi đằng bà pôn luôn ai ban khơi vào đây luôn ai ban khơi vào đây luôn ai nhé coi nơi bị một tè các bạn pre chỉ pi các bạn đôi cái pu đặt chỉ pi chẳng đại quát mơ bị tè con nước máu nữa khơi vào đây luôn ai cuối nơi cam trên ở một tè các bạn đôi cái pu hay chỉ pi đôi cái cặp các bạn đặt chỉ pi chẳng sai hai vào đây là plot lên rồng lông cho giúp thì buôn vào đây khơi vào pônខ្លួនឯងដឹងvào đây khơi vào pônខ្លួនឯងmà chắc khơi vào pônខ្លួនឯងអង្គុយចំប្អូនចេះប្អូនចេះខាងនេះកម្មចរាខាងនេះប្អូននិយាយថានេះប្អូនអានេះចរាប្អូនឃើញប្អូននឹងបើកហើយឃើញប្រពន្ធខ្លួនឯងណារុលក្បាលចូលមកក្នុងប្អូនហ្នឹងអាចច្រឹងប្អូនដៃហ្នឹងច្រឹងអញ្ចឹងឃើញញុលក្បាលមកចេះហើយឃើញមុខប្រពន្ធខ្លួនឯងហ្នឹងណាកូនឃើញមុខប្រពន្ធខ្លួនឯងហ្នឹងណាដាតធ្លាក់ដល់ដីដាតទៅធ្លាក់ដល់ដីក្រោមពីលើផ្ទះដាតដល់ក្រោមឃើញប្រពន្ធខ្លួនឯងអើតាមប្អូនមកលោកធ្វើជាប្រពន្ធធ្វើជាប្រែឲ្យគេឃើញកូនចាប់ផ្ដើមនៅអត់បាននៅអត់សុខអង្គុអង្គើនៅអត់បានទេនៅអត់បានទេណាដល់ពេលនៅអត់បានប្រាប់ម្ដាយត្រង់ថាម៉ែខ្ញុំសុំដូរផ្ទះវិញម៉ែខ្ញុំសុំម៉ែដូរផ្ទះវិញសុំម៉ែត្រង់ថាខ្ញុំសុំដូរផ្ទះព្រោះខ្ញុំនៅអត់បានទេដោយសារខ្ញុំអត់ហ៊ាននៅជាមួយខ្មោចទេម៉ែព្រោះខ្ញុំឃើញខ្មោចឃើញអីគាត់ក៏ហៅគ្រូស្បៀនហ្នឹងមកម្ដងទៀតហៅគ្រូហ្នឹងមកម្ដងទៀតពេលដែលគ្រូស្បៀនហ្នឹងមកវាតាឆ្កូតពេលដែលម៉ែគ្រូនឹងមកម្ដងទៀតម៉ែគ្រូនឹងក៏បានមើលទៅលើផ្ទះនឹងម្ដងទៀតគាត់មើលលើផ្ទះនឹងម្ដងទៀតពេលដែលមើលម្ដងទៀតម៉ែគ្រូនឹងក៏បាននិយាយថាចេះក៏បាននិយាយថាផ្ទះនេះវាបាននៅសន្ធំទាំងអស់ហើយបានន័យថាវាយកផ្ទះនឹងធ្វើជាផ្ទះរបស់វាហើយយល់អត់តែមានវិធីសាស្ត្រម្យ៉ាងយកឈាមឆ្កែខ្មៅស្រោចទៅសផ្ទះយកឈាមឆ្កែខ្មៅកូនយល់គ្រូនឹងនិយាយថាតតែរោឈាមឆ្កែខ្មៅយកឈាមឆ្កែខ្មៅនឹងមកមុននឹងអាកនិយាយទៅវារៀងប្របាក់បន្តិចណាមុននឹងសម្រាប់ឆ្កែហ្នឹងណាកូនមុននឹងសម្រាប់ឆ្កែខ្មៅមួយហ្នឹងយកថ្ងៃខែឆ្នាំកណើតយល់ហើយរើសចោលទៅរើសលីវាថារើសចេះរើសចោលទៅយកថ្ងៃខែឆ្នាំកណើតឧបកិច្ចថាឆ្កែហ្នឹងអាយុហ្នឹងឈ្មោះហ្នឹងរបស់មនុស្សបូជាយ៉ាញ់ណាកូនរួចបានសម្រាប់ឆ្កែហ្នឹងយកឆ្កែលាបទៅសផ្ទះទៅព្រីនៅលេងបានពេលនៅលេងបានយល់អត់វានៅលេងបានឯកូនក៏ធ្វើតាមអ្វីដែលម៉ែគ្រូនឹងបានរៀបចំពិតជាបានសម្រាប់ឆ្កែនឹងពិតមែនយកឈាមមកលាបទៅសផ្ទះចេះកូនលាបទៅសផ្ទះយកឈាមលាបទៅសផ្ទះលាបរួចអីរួចម៉ែគ្រូថាឡើងទៅដេកទៅលើផ្ទះហ្នឹងទៅបើអត់ដេកទេវាអត់ព្រមចេញទេតោះតែយើងជាម្ចាស់ផ្ទះទៅនៅលើផ្ទះហ្នឹងបានវាព្រមចេញនាំគ្នាឡើងទៅលើផ្ទះហ្នឹងមែនតែហៅណាហៅម៉ែអីមកដែរហៅម៉ែក្មេកអីមកដែរហើយបានដេកជុំគ្នាហ
ឡើងមកដីផ្ទះពិតជាឡើងមកដូចនឹងអ្វីដែលម៉ែគ្រូនឹងបាននិយាយពិតមែនតសផ្ទះដែលបានលាបជាមួយនឹងឈាមឆ្កែខ្មៅហ្នឹងណាកូនតសផ្ទះហ្នឹងគឺចេញដានជើងមនុស្សដានណាដានប្រឡាក់នៅលើតសផ្ទះដានប្រឡាក់ដោយយើងសម័យមកឃើញថាព្រាយនេះវាដើរឡើងតាមតសហ្នឹងឡើងទៅលើឬក៏វាដើរចូលក្រោមកូនឬក៏វាដើរចូលក្រោមណាឃើញដានជើងតែព្រាលមើលអត់ច្បាស់ទេរហូតដល់ម៉ោង4ទៀតភ្លឺម្ដាយក្មេងគាត់នឹងលឺម្ដាយក្មេងគាត់លឺសំឡេងចេញពីក្រោមផ្ទះមកចេះអញឈប់នៅហើយអញឈប់នៅហើយលឺអញលេងនៅហើយវាលេងហ៊ាននៅកូនគាត់ថាលឺសំឡេងនៅពីក្រោមផ្ទះនិយាយថាចេះអញឈប់នៅហើយក៏បាត់សំឡេងនឹងទៅមកបាត់សំឡេងទៅមកយល់អត់ដល់ពេលចឹងទៅងាកទៅអាឈើដែលម៉ែគ្រូគាត់ចាប់បានហ្នឹងគាត់យកឈើនឹងមកខ្លួនឯងនឹងគាត់យកធ្វើមកចឹងគាត់វាយដេកគោលចូលគាត់វាយឃុំព្រលឹងលើអាក្តារហ្នឹងគាត់ពេលដែលគ្រូនឹងយកទៅគាត់ថាយកទៅបាន2យប់គាត់សូត្រពិធីនៅលើអាឈើហ្នឹងគាត់ថាមានគេឆ្លើយមកមានគេឆ្លើយឆ្លងជាមួយគាត់ថាឈើហ្នឹងព្រាយមួយដែលនៅក្នុងឈើហ្នឹងមិនមែនជាព្រាយដែលមកពីព្រៃទេការពិតមានគ្រូអាគមបញ្ចុះព្រលឹងព្រាយទៅនឹងឈើហ្នឹងគេប្រៀបបានទៅជាក្តារមឈូសបដែតទឹកគេឧបកិច្ចវាយកំចាយព្រលឹងគេចាប់ព្រលឹងហ្នឹងវាយនឹងក្តារមឈូសវាយនឹងក្តារប្រទេសរបស់គម្របក្តារមឈូសហើយយកបដែតទឹកគឺគេធ្វើចឹងអញ្ចឹងក្តារឈើហ្នឹងវាមានព្រលឹងព្រាយទៅយល់អត់ការពិតគ្រូហ្នឹងចង់រំដោះគ្រោះខ្លួនឯងបញ្ជូនព្រលឹងព្រាយឲ្យទៅនៅឈើហ្នឹងយកឈើហ្នឹងទៅឲ្យយល់សាច់រឿងហ្នឹងឯងតើរឿងនេះគឺចឹងអូខេបងប្អូនទាំងអស់គ្នាស្ដាប់ពេលនេះយល់ហើយណាអញ្ចឹងសាច់រឿងរបស់យើងឯនេះក៏មានតែប៉ុណ្្នឹងដែរអ្នកទាំងអស់គ្នាតែប៉ុតខ្ញុំអត់ត្រូវលើករឿងខ្មោចយកមកនិយាយក្នុងដំណាក់អាគមទេព្រោះដំណាក់អាគមត្រូវតែនិយាយរឿងអាគមអត់ត្រូវនិយាយរឿងខ្មោចទេតែខ្ញុំដោយសារតែអ្នកទាំងនេះ sorry ហើយដោយសារតែខ្ញុំបតន់ពេកអ្នកទាំងនេះនឹងស្រាប់ហើយការពិតខ្ញុំភ្លេចខ្លួនតែខ្ញុំត្រូវ live ដំណាក់អាគមដែរព្រោះអីខ្ញុំត្រូវ live ច័ន្ទគាពុទ្ធភ័ព្វកំណត់ហេតុខ្មោចសុកសៅរ៍អាទិត្យដំណាក់អាគមដល់ពេលខ្ញុំភ្លេចខ្លួនណាដោយសារតែប្រវេតគាត់រវល់អ្នកទាំងនេះប្រវេតគាត់រវល់អញ្ចឹងខ្ញុំ live ជំនួសសិនទៅអ្នកទាំងនេះសប្តាហ៍ក្រោយនឹងមានវត្តមានរបស់ប្រវេតគាត់ចូលមកវិញហើយអ្នកទាំងនេះណាអញ្ចឹងសុកសៅរ៍អាទិត្យនេះគឺខ្ញុំអ្នក live នៅក្នុងដំណាក់អាគមអរគុណច្រើនអ្នកទាំងនេះចាំជួបគ្នានៅថ្ងៃស្អែកតទៀតទីទៅសុខសុវត្ថិភាព